សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះមកបង្ហាញឲ្យពុកម៉ែបងប្អូនមើលណាហើយយើងមានដីដែលកាបូជីជាតិស្រាប់ហើយដីដែលនៅហ្នឹងគឺទន្លេកុំឲ្យសល់ក្រោយពីយើងដាំស្រូវនៅខែវស្សាខែប្រាំងយើងទុកចោលទៅមិនបានអ្វីដូច្នេះដើម្បីទទួលបានបន្លែស្រស់ពីខ្លួនឯងមិនទិញពីផ្សារនឹងកាត់ចំណាយពីផ្សារយើងគ្រាន់តែទិញគ្រាប់ពូជពីផ្សារមកហើយយើងកាប់ឈូសឆាយដីធ្វើជារងមានបន្លែមានត្រកួនមានស្ពៃមានត្រសក់មានសណ្ដែកមានពោតជាដើមមានផ្សេងទៀតសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តផ្នែកខាងកសិកម្មឬក៏ស្រឡាញ់ការដាំដុះពេលដែលយើងដាំដុះទៅវាលូតលាស់មកយើងក៏សប្បាយចិត្តពេលដែលឃើញរុក្ខជាតិឬក៏ដំណាំរបស់យើងហ្នឹងវាល្អនេះមកដំណាក់កាលកាប់គាស់រហូតដល់ដុះចេញប្រឡូកហើយក៏វាធំមកបងប្អូនណាហើយក៏ថាថតរូបវាមិនច្បាស់លាស់ស្ពៃនេះគឺល្មមហើយយើងដាំពីពាក់កណ្ដាលខែធ្នូហើយកាលទៅភៀសសឹកណាបងប្អូនណានៅភៀសសឹកទៅដីដែលនៅស្រែហ្នឹងគឺដីទន្លេក៏បួលពុកម្ដាយហ្នឹងដាំកាប់គាត់ដាំហើយយើងក៏បានប្រមូលផលបដាមកដល់ពេលនេះគឺរដូវកាលចូលឆ្នាំចិនហើយតែពុកម៉ែបងប្អូនទាំងអស់គ្នាខ្សែស្រឡាយចិនមិនខ្សែស្រឡាយចិនក្តីក៏ត្រូវការអាហារសម្ភារៈផ្សេងសម្រាប់ធ្វើម្ហូបសែនព្រេនអីចឹងណាឥឡូវនេះខ្ញុំក៏បានប្រមូលផលឲ្យបងប្អូនណាមើលជាក់ស្ដែងនេះគឺម្ដាយបានដាក់ស្ពៃនៅមកគឺល្អមែនតែនឲ្យកូនខ្លាចកូនអត់ហូបណាមានដោយស្ពៃមានដោយមន់ស្រែមកមានទាំងបន្លែមានទាំងម្ហូបទៀតបងប្អូនហើយមានស្លឹកជីអីស្អាតហើយសំខាន់គឺដាក់មន់ឲ្យកូនទៀតមន់ហ្នឹងគឺឈ្មោលមួយញីមួយឬយ៉ាងណាទេតែដូចថត់ដល់ហើយបងប្អូនមើលនេះហើយគាត់ចិញ្ចឹមអត់មានប្រើចំណីសារទេណាពុកម៉ែបងប្អូនគឺឲ្យវាស៊ីនៅជុំវិញផ្ទះហ្នឹងគឺបែបមន់ស្រែបងប្អូនណាហើយបងប្អូនដែលបានមកលេងកោះខ្យងមួយចំនួនក៏គាត់បានតាក់ទងតាមរយៈខ្ញុំក៏គាត់កំងមន់នៅគ្រួសារម្ដាយក្មេករបស់ខ្ញុំដែរបងប្អូនអរគ្នាហើយនេះគឺកូនខ្ញុំនេះគេសប្បាយចិត្តបានមកយាយផ្ញើនំមកឲ្យគាត់ធ្វើនំគោមបងប្អូនធ្វើនំគោមធ្វើនំយើងនេះគេហៅនំនេះនំគោមណានំគោមហើយនឹងនំកូនខ្ញុំគេហៅនំអាចមន់តែមិនមែនទេគឺនំវ៉ាផោមណានំវ៉ាផោមនេះគឺវាមានពណ៌ខ្មៅក្លិនស្អុយតែឆ្ងាញ់ណាបងប្អូនណាអ្នកសូវចិត្តញ៉ាំដឹងមិនដែរតែវាមានរសជាតិឆ្ងាញ់ហ្នឹងគឺវល្លិធម្មជាតិហើយហ្នឹងក៏មាន7ទៅទៀតគឺគាត់ប្រមូលបានដើម7បុរាណហើយផ្លែវាមកបានច្រើនមានជូរ7ស្រែគាត់តែពុកម៉ែបងប្អូនមានតែប៉ុណ្ណេះទេបាទ7នៅក្រុង